ពិសោធន៍របស់មនុស្សម្នាក់ៗសុទ្ធតែជាលទ្ធផលនៃពេលវេលាដែលធ្វើដំណើរឆ្លងកាត់ជីវិតជាបន្តបន្ទាប់មនុស្សភាគច្រើនមានបឋមជីវិតដូចគ្នាគឺទន់ភ្លន់ស្អាតស្អំស្លូតត្រង់និងកក់ក្ដៅហើយពេលរលកនៃការវេលាបក់បោកចូលមកមួយថ្ងៃហើយមួយថ្ងៃទៀតវាបាននាំយកភាពថោកទាបភាពសាហាវយង់ខ្នងល្បិចកិច្ចកលការកេងប្រវ័ញ្ចនិងជំងឺព្យាធិចូលមកក្នុងសមរភូមិជីវិតដើម្បីភាពរស់រានមានជីវិតនេះហើយគឺអ្វីដែលហៅថាពិសោធន៍ជីវិតចេញពីកូនង៉ែតកូនងាមនុស្សខ្លាចជាឆ្កែព្រៃដ៏កំណាចខូខើត្រឹមតែមួយពព្រិចភ្នែកបើប្រៀបធៀបនឹងពេលវេលារបស់ចក្រវាឡមនុស្សរស់នៅក្នុងកន្លងនៃពេលវេលាដោយកម្លាំងប្រដេញពីរប្រការគឺ1កម្លាំងកសាងលោកនិង2កម្លាំងបំផ្លាញលោកមនុស្សផលិតថង់ប្លាស្ទិកដើម្បីបំផ្លាញបរិស្ថានមនុស្សបង្កើតភ្លើងដើម្បីបំផ្លាញភាពងងឹតមនុស្សបង្កើតតន្ត្រីដើម្បីបំផ្លាញភាពស្ងប់ស្ងាត់ការបបផ្លាយសន្ទូចនៃសេចក្តីស្លាប់វត្តចូលមកព្រមជាមួយពេលវេលាហើយស្ទូចយកដួងវិញ្ញាណមនុស្សទៅកាន់សុគតិភពនោះទើបការកសាងនិងការបំផ្លាញអាចបញ្ចប់ទៅបានដោយបន្សល់ទុកនៅប្រស្នាឲ្យមនុស្សជំនាន់ក្រោយរិះគិតស្វែងរកបន្តទៀតថាមនុស្សធ្វើដំណើរទៅកាន់កន្លែងណាឬដើរត្រឡប់ទៅកាន់ចំណុចចាប់ផ្ដើមដូចគ្នានឹងវដ្តរបស់ចក្រវាឡមនុស្សនឹងឡើងទៅឋានសុចនរកវល់វល់នៅក្នុងពិភពដែលគ្មានគោលដៅឬត្រឡប់មកចាប់ចិត្តថ្មីសំណួរនេះរត់ចូលមកក្នុងខួរក្បាលរបស់ខ្ញុំនៅថ្ងៃមួយពេលមានស្រីម្នាក់ដែលរស់នៅផ្ទះក្បែរគ្នារត់មកប្រាប់ដោយទឹកមុខភ័យស្លន់ស្លោថាអ្នកជិតខាងក្បែរនេះបានស្លាប់ទៅហើយការដែលនាងភ័យសោកស្លាក់បែបនេះព្រោះហេតុផលទី1នាងគឺជាមនុស្សខ្លាចខ្មោចបំផុតហេតុផលទី2នាងគឺជាក្រមុំនៅលាវដែលរស់នៅម្នាក់ឯងហើយចែកដល់ឯផ្ទះរបស់អ្នកស្លាប់គឺនៅទល់មុខផ្ទះរបស់នាងតែម្ដងការពិតទៅខ្ញុំក៏រស់នៅម្នាក់ឯងដូចនាងដែរខ្ញុំមិនចូលចិត្តរកហេតុផលមកបញ្យល់ឲ្យនរណាស្ដាប់ទេថាហេតុអ្វីកំឡោះសង្ហាឋានៈថ្លៃថ្នូរក្នុងវ័យ33ឆ្នាំដោយរូបខ្ញុំនេះមិនទាន់រៀបការបើនិយាយស្រួលស្ដាប់គឺព្រោះខ្ញុំពេញចិត្តនឹងជីវិតនៅលាវបែបនេះហេតុផលទី3ដែលធ្វើឲ្យនាងខ្លាចខ្មោចនេះហួសហេតុដូច្នេះគឺអាចបណ្ដាលមកពីសារហេតុនៃការស្លាប់នោះមិនមែនស្លាប់តាមធម្មជាតិក្រោយពីប្រាប់ដំណឹងនេះដល់ខ្ញុំរួចហើយនាងក៏ប្រញាប់យកកញ្ចក់ធំមួយទៅដាក់មុខផ្ទះដោយជឿថាបើខ្មោចដែលស្លាប់នេះច្រឡំដើរចូលទៅក្នុងផ្ទះនាងហើយឃើញកញ្ចក់ដែលទុកនៅមុខផ្ទះកញ្ចក់នឹងឆ្លោះមុខខ្មោចនោះធ្វើឲ្យខ្មោចភ័យតក់ស្លុតហើយរត់គេចចេញទៅព្រោះតែភ័យខ្លាចនឹងមុខខ្លួនឯងរាប់ទុកថាជាកលវិធីប្រយុទ្ធនឹងព្រាយបិសាចមួយដែលប្រើបច្ចេកវិទ្យាបែបងាយៗនៅលើមូលដ្ឋានផ្នត់គំនិតមួយដែលយល់ថាព្រាយបិសាចភាគច្រើនគឺល្ងងខ្លាំងណាស់នេត្រាគឺជាឈ្មោះរបស់អ្នកស្លាប់នាងគឺជាស្រីស្អាតមាននិស្ស័យគួរឲ្យស្រឡាញ់ពូកែអៀនព្រាននិងសុភាពរាបសារណាស់ហើយទើបតែរៀបការនឹងវិស្វករកំឡោះក្នុងវ័យស្របាលគ្នាមិនដល់1ឆ្នាំផងទេស្វាមីដ៏កាចសាហាវនិងពូកែប្រច័ណ្ឌនោះអាចជាហេតុផលមួយធ្វើឲ្យនាងចងកសម្លាប់ខ្លួនម៉ោង 7:50 នាទីគឺត្រឹមតែ10នាទីបន្ទាប់ពីស្វាមីរបស់អ្នកស្លាប់ទូរស័ព្ទទៅប្រាប់ប៉ូលីសរថយន្ត3គ្រឿងប្រដាប់ដោយភ្លើងសញ្ញាប្រកាសអាសន្នក៏បើកចូលមកយ៉ាងកក្រឹកកក្រែងមនុស្សម្នាថ្មើរជើងនិងឡានកង់ម៉ូតូជាច្រើននាំគ្នាផ្អើលឈូឆរទៅមើលខាងក្រៅមានសភាពខ្វាត់ខ្វែងហ្វុំមនុស្សកក់កុញចាប់ក្រុមជំនុំគ្នាភ្លើងក្រហមញាក់ផ្លិតផ្លិតនៅលើដំបូលឡានកាន់តែតាក់ទាញមនុស្សជិតឆ្ងាយឲ្យផ្អើលមកមើលកាន់តែច្រើនឡើងសំឡេងហូរអ៊ូលាន់ឡើងនៅពេលក្រុមប៉ូលីសសែងក្រែលើកសាកសពចូលទៅក្នុងផ្ទះខ្ញុំអស់សមាធិសរសេរឬបន្តក៏ដាក់កន្លឹះទ្វារមុខផ្ទះឡើងទៅជាន់លើព្រមមិនចង់ប្រទះភ្នែកនឹងរូបភាពសាកសពដៃក្ងែងខ្នងភ្នែកបើក្រឡប់ដាច់លៀនស្ទើរនោះទេជីវិតរស់នៅតាមជួរផ្ទះល្វែងគឺបែបនេះហើយផ្ទះជាប់គ្នាឲ្យរដឹកបើមិនថ្ងៃនេះគឺថ្ងៃនោះថ្ងៃដែលអ្នកត្រឡប់មកផ្ទះវិញឃើញថាអ្នកជិតខាងស្លាប់ឬឈឺធ្ងន់ឬមានចោរចូលគាស់ផ្ទះហើយថ្ងៃជាវេលាល្អហេតុការណ៍ដូចនោះនឹងកើតឡើងនៅក្នុងផ្ទះរបស់អ្នកខ្ញុំមិនបានសម្ដែងលើសមាជិកក្នុងផ្ទះរបស់អ្នកទេតែគឺខ្លួនអ្នកនេះឯងខ្ញុំមិនមែនជាមនុស្សខ្លាចខ្មោចទេហើយក៏មិនធ្លាប់ជឿថាមានខ្មោចពិតមែនដែរតែខណៈដែលខ្ញុំកំពុងដើរឡើងទៅជាន់លើហើយស្របពេលសាកសពកំពុងលើកឡើងលើរថយន្តស្រាប់តែមនុស្សផ្អើលសម្លេងលាន់អ៊ូព្រមគ្នាហើយឆ្កែខ្មោចឈ្មោះណាលីរបស់ខ្ញុំក៏ដាក់ខ្លួនអង្គុយស្រែកលូយ៉ាងក្រលួយគួរឲ្យព្រឺរំនេះជាលើកដំបូងក្នុងជីវិតហើយដែលខ្ញុំឃើញវាលូអត់ទ្រាំមិនបានខ្ញុំក៏បើកភ្លើងចិនដើមនិងភ្លើងក្នុងបន្ទប់ដេកឲ្យភ្លឺចិញ្ចាចឡើងដើម្បីភាពកក់ក្ដៅក្នុងចិត្តមានក្លិនចម្លែកក្លិនដែលមិនធ្លាប់ធំពីមុនមកមិនក្រអូបមិនស្អុយតែអាចធ្វើឲ្យរោមនៅតាមឆ្អឹងខ្នងខាងក្រោយរហូតដល់កញ្ចឹងក្បាត់ច្រាំងក្លិននោះចាប់ផ្ដើមរិះសាយភាយតាមផ្លូវដើរហើយច្រាឈួលកាន់តែខ្លាំងឡើងនៅក្នុងបន្ទប់ដេករបស់ខ្ញុំប្រញាប់បើកភ្លើងបើកបង្អួចហើយនិយាយខ្លាំងថាទៅឲ្យបានសុខទៅកុំមកឆាឆៅគ្នាអីក្លិននោះរសាត់បាត់បន្តិចម្ដងពឹកនេះម៉ោង 10 ជាងបន្ទាប់ពីក្រុមប៉ូលីសលើកគ្នាទៅវិញភាពស្ងប់ស្ងាត់ក៏ចូលមកគ្របដណ្ដប់ទីនេះម្ដងទៀតឮសូរតែសំឡេងជជែកគ្នាល្វើយនៅខាងមុខផ្ទះអត់ទ្រាំមិនបានខ្ញុំក៏ចុះទៅចូលរួមរងសន្ទនាដែរអ្នកជិតខាងម្នាក់សុទ្ធតែមានគំនិតយល់ឃើញដដែលពីគ្នាតែសរុបរួមគ្នាថានេត្រាមិនគួរសម្រាប់ខ្លួននោះទេនរណាក៏ដឹងថាប្តីប្រពន្ធនេះឆ្លោះទាស់ទែងគ្នាសឹងតែរាល់ថ្ងៃដែរតែនាងជាមនុស្សរឹងមាំណាស់បងថាវាគួរឲ្យចម្លែកយ៉ាងម៉េចមិនដឹងទេ
ចំជាសុយមែនមកស្លាប់ចំពេលខ្ញុំកំពុងលក់ផ្ទះល្មមធ្លាក់តម្លៃអស់នរណាមកពីណាទៅហ៊ានទិញផ្ទះក្នុងល្វែងដែលមានខ្មោចពស់ធំស្លាប់បែបនេះម្នាក់ស្រែកព្រមគ្នានាងមានផ្ទៃពោះឬមិនដឹងដែរតែថ្ងៃមុនមានគេឃើញនាងទិញប្រដាប់ត្រួតពិនិត្យទឹកនំនៅហាងលក់ថ្នាំពេទ្យក្បែរមាត់ផ្លូវឯនោះយើងសម្លឹងមកគ្នាអ្នកចិត្តខាងម្នាក់បញ្ចេញយោបល់គួរឲ្យស្ដាប់តែតាមការជាក់ស្ដែងមនុស្សរកចំណូលបានកប់ក្តោងដូចនាងបើសង្ស័យថាមានទម្ងន់គួរណាស់តែទៅឲ្យពេទ្យពិនិត្យមិនគួរណាទិញប្រដាប់មកពិនិត្យខ្លួនឯងធ្វើដូចអាចកំបាំងលឹបដូចនេះទេមិនគិតថាចម្លែកពេកទេឬអ៊ំថាចម្លែកតាំងពីពីអ្នកនេះមកទិញផ្ទះល្វែងនេះនៅម្លេះគ្រាន់តែប្រាក់ខែប្តីក៏អាចទិញវិឡាប្រណិតប្រតាស់នៅបានយ៉ាងសប្បាយតែនេះចម្លែកទេមកទិញផ្ទះល្វែងប្រជ្រៀតគ្នានៅមិនដឹងដែរតែឮគេនិយាយថាពីរអ្នកនេះរត់ចេញពីផ្ទះមិត្តភ័ក្តិបងដែលធ្វើការស្គាល់គ្រួសារខាងប្រុសច្បាស់ណាស់គេថាខាងប្រុសនេះស្រីច្រើនដល់កតែឪពុកម្ដាយមានឋានៈល្អឯខាងស្រីវិញក៏សាហាវមិនធម្មតាដែរកុំឃើញស្ងាត់មើលបែបនេះហឺបងកុំមកនិយាយដើមខ្មោចដូចនេះមើលប្រយ័ត្នយប់នេះទៅរកទៅប៉ុណ្ណេះឯងវងសន្តានាក៏បែកមួយរំពេចតាមការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាម្នាក់យល់ឃើញដូចគ្នាថាការស្លាប់របស់អ្នកជិតខាងម្នាក់នេះមានចំណុចដែលគួរឲ្យសង្ស័យច្រើនណាស់ហើយពួកគេសម្រេចឲ្យខ្ញុំជាអ្នករាយការណ៍ជូនប៉ូលីសតាមអ្វីដែលយើងដឹងមានហេតុផលពីរយ៉ាងដែលធ្វើឲ្យពួកគេជ្រើសរើសយកខ្ញុំគឺមួយខ្ញុំនៅផ្ទះពេលថ្ងៃបើប៉ូលីសមកសាកសួរខ្ញុំជាអ្នកដែលមានឱកាសជួបប៉ូលីសច្រើនបំផុតហេតុផលទី2ខ្ញុំមានចំណេះដឹងផ្នែកស៊ើបអង្កេតជាងអ្នកដទៃអាចនិយាយឲ្យប៉ូលីសយល់បានដោយងាយព្រោះមុខរបរឯករាជ្យរបស់ខ្ញុំគឺជាអ្នកបកប្រែរឿងប្រឡំលោកផ្នែកក្តីឃាតកម្មហើយនេះគឺជាហេតុផលដែលខ្ញុំត្រូវនៅផ្ទះពេញមួយថ្ងៃព្រឹកថ្ងៃស្អែកឡើងក៏ដូចជាព្រឹកថ្ងៃធ្វើការធម្មតាម្នាក់នាំគ្នាប្រញាប់ប្រញាល់ចាក់ចេញពីផ្ទះតាំងពីថ្ងៃមិនទាន់រះពីចាប់បែកសម្បុកឯអ្នកខ្លះដែលមានរថយន្តផ្ទាល់ខ្លួនក៏ចេញពីផ្ទះយឺតបន្តិចមើលទៅក៏មិនខុសពីអ្នករស់នៅភ្នំពេញប្រមាណដែរគឺជាពួកដែលកសាងបាបកម្មច្រើនណាស់ទើបត្រូវមកសង់ទូរទស្សន៍គ្នានៅក្នុងជាតិនេះមានតែអ្នកនិពន្ធឯករាជ្យដូចជាខ្ញុំប៉ុណ្ណោះដែលបានទទួលសិទ្ធិពិសេសក្នុងការមកអង្គុយក្រេបរសជាតិកាហ្វេក្តៅភ្លីក្លិនប្រហារក្រអូបឈ្ងុយឈ្ងប់យ៉ាងរំភើយចិត្តម្ចាស់ហាងកាហ្វេបានផ្ដល់ព័ត៌មានថាអនុរាជប្តីរបស់អ្នកស្លាប់ពេជ្របំពេចរត់តាំងពីយប់មិញម្លេះអ្នកខ្លះថាខ្លាចខ្មោចប្រពន្ធតែអ្នកខ្លះថាខ្លាចប៉ូលីសចាប់ខ្ញុំត្រឡប់មកអង្គុយវាយរឿងបន្តនឹងប៉ប្រុកនៅតែមុខអេក្រង់កុំព្យូទ័ររហូតជិតថ្ងៃត្រង់ពេលដែលមានឡានប៉ូលីសបើកមកឈប់នៅមុខផ្ទះប៉ូលីស2នាក់ឈររានៅមុខផ្ទះខ្ញុំអ្នកទាំងពីរសម្លឹងទៅកាន់ផ្ទះជាប់នេះដែលកើតហេតុសម្លាប់ខ្លួនកាលពីយប់មិញគេកត់ត្រាអ្វីម្យ៉ាងនៅលើក្តារហើយដើរទៅបើកទ្វាររបងសម្លេងចាក់សោផ្ទះចូលទៅខាងក្នុងបាត់ស្ងាត់ជ្រាបយ៉ាងយូររហូតខ្ញុំឈប់យកចិត្តទុកដាក់គិតថាប្រហែលជាមកកត់ត្រាសេចក្តីលំអិតបន្ថែមដើម្បីសរុបរឿងក្តីខ្ញុំអង្គុយធ្វើការងារបន្តទៀតក្នុងចិត្តគិតទៅដល់រឿងដែលនិយាយគ្នាជាមួយអ្នកជិតខាងកាលពីយប់មិញមិនដឹងថាប៉ូលីសសង្ស័យដូចជាពួកយើងឬអត់ថាជួនកាលការស្លាប់របស់នេត្រាអាចមិនមែនជាការសម្លាប់ខ្លួននោះទេមានសម្លេងចម្លែកលាន់នៅលើពីតានខ្ញុំងើយមុខមើលដោយក្តីភិតភ័យវាលាន់ស្រាលប្រៀបដូចមាននរណាយកខ្សាច់មកក្រោយពីលើពីតាំងផ្ទះរបស់អ្នកស្លាប់ហើយបាច់មកខាងផ្ទះខ្ញុំយឺតខ្ញុំឮសំឡេងដង្ហក់ខ្យល់ស្រាលនេះបើជាថ្ងៃឈប់សម្រាកដែលមានមនុស្សនៅផ្ទះជិះចាច់ខ្ញុំប្រហែលមិនបានឮសំឡេងនេះទេព្រមពេចនោះវាក៏មកឈប់នៅលើពីតាំងផ្ទះរបស់ខ្ញុំមានសំឡេងក្តងក្តាំងរាន់ឡើងដូចមានអ្វីប៉ះទង្គិចត្រូវឆ្អឹងពីតានដែលធ្វើពីបំពង់ដែកខ្ញុំបើកថតតុកស្រវាយកំភ្លើងខ្លីគូជីវិតដើរសម្ដែងទៅរកប្រភពសំឡេងណាហាមកម្រើកបើមិនដូច្នោះយើងនឹងបាញ់បែកសន្ទះក្បាលខ្ញុំអាមេកំភ្លើងលាន់សូក្រឹកនឹកអស់ភ្ញូចបើបានបាញ់ពិតមែនសំឡេងមនុស្សប្រុសស្រីចេញពីលើពីតានកុំបាញ់ឲ្យសោះខ្ញុំជាប៉ូលីសទេសន្ទះក្តារកងផ្លាកេបើចំហឡើងបង្ហាញឲ្យឃើញមុខរបស់ភ្នាក់ងារប៉ូលីសវ័យក្មេងម្នាក់ខ្ញុំដាក់កំភ្លើងចុះការពិតប៉ូលីសកំឡោះម្នាក់នេះបើកពីតានផ្ទះរបស់អ្នកស្លាប់វាឡើងលើដំបូលហើយសាកល្បងរត់តាមចន្លោះពីតានឆ្លងចូលពីផ្ទះមួយទៅផ្ទះមួយទៀតខ្ញុំយកចន្ទាអាលុយមីញ៉ុមដាក់ឲ្យគេចុះមកវិញខ្ញុំចង់ដឹងថាផ្ទះនីមួយអាចឆ្លងចូលគ្នាបានឬអត់បើដើរតាមដំបូលហេតុអ្វីទៅមានអ្វីគួរឲ្យសង្ស័យឬខ្ញុំឧទានសួរដោយការចង់ដឹងអត់ទេគ្រាន់តែចង់ត្រួតពិនិត្យឲ្យបានច្បាស់ប៉ុណ្ណោះឬមួយលោកប៉ូលីសរកឃើញតម្រុយអ្វីម្យ៉ាងដែលបញ្ជាក់ប្រាប់ថាអ្នកជិតខាងរបស់ខ្ញុំត្រូវឃាតករសម្លាប់បង្វែងដានខ្ញុំសួរតិចគឺខ្ញុំមិនទាន់ចង់សរុបបែបនោះទេគ្រាន់តែចង់ពិនិត្យមើលឲ្យបានគ្រប់ចំណុចតែលោកដូចជាសួរចម្លែកម្លេះមិនមែនខ្ញុំតែម្នាក់ទេអ្នករស់នៅម្ដុំនេះគេសង្ស័យគ្រប់តែគ្នានឹងមានអ្វីដែលធ្វើឲ្យលោកសង្ស័យថាការស្លាប់របស់អ្នកនាងនេត្រាគឺជារឿងឃាតកម្មប៉ូលីសសម្លឹងមុខខ្ញុំយ៉ាងយូរដោយការពិនិត្យវិច័យ
ខ្ញុំដកដង្ហើមធំនិយាយយឺតខ្ញុំមិនដឹងថាអ្វីដែលខ្ញុំធ្វើទៅនេះខុសឬត្រូវទេវាជាទង្វើរបស់ពលរដ្ឋល្អឬក៏ជាការជ្រៀតជ្រែករឿងរបស់អ្នកដទៃតែយុគមិញនេះពួកយើងនិយាយគ្នាច្រើនណាស់ពីការស្លាប់របស់អ្នកនាងនេត្រាហើយមានអ្វីម្យ៉ាងដែលនៅមានមន្ទិលក្នុងចិត្តអ្នកចិត្តខាងទាំងអស់ស្នើសុំឲ្យខ្ញុំធ្វើជាតំណាងពួកគេមកនិយាយឲ្យលោកប៉ូលីសស្ដាប់ខ្ញុំនិយាយប្រាប់យឺតពីការសង្កេតការយល់ឃើញរបស់អ្នកចិត្តខាងម្នាក់ដូចជានេត្រាជាមនុស្សរឹងមាំមិនធ្លាប់ទ្រហោយំឲ្យនរណាលើទេបើទោះជាឆ្លោះទាស់តែងប្តីប្រពន្ធញឹកញាប់ក៏ដោយហើយពិសេសនាងកំពុងមានកូនទៀតគ្មានហេតុផលអ្វីដែលនាងត្រូវសម្លាប់ខ្លួននោះទេក្រៅពីនេះនៅមានពាក្យចចាមអារ៉ាមថាខាងប្រុសមានប្រពន្ធច្រើនណាស់ជួនកាលប្រពន្ធដើមអាចបញ្ជូនមនុស្សមកសម្លាប់នាងក៏ថាបានអរគុណលោកខ្លាំងណាស់ដែលផ្ដល់ព័ត៌មាននេះព្រោះខាងប៉ូលីសយើងរងចាំស្ដាប់ព័ត៌មានគ្រប់ផ្នែកស្រាប់ទៅហើយនេះខ្ញុំក៏មកពិនិត្យមើលកន្លែងកាត់ហេតុម្ដងទៀតដើម្បីបានភស្តុតាងឬតម្រូវអ្វីបន្ថែមខ្លះតែមកដល់ពេលនេះក៏ខ្ញុំរកឃើញត្រឹមតែស្លាកស្នាមដែលបញ្ជាក់ថានាងសម្លាប់ខ្លួនឯងព្រោះនៅលើដៃនាងមានស្នាមកបិតអារម្មណ៍ជ្រៅប្រមាណទេបញ្ជាក់ថានាងព្យាយាមសម្លាប់ខ្លួនដោយការកាត់ផ្ដាច់ចោលតែមិនសម្រេចដែលប្រហែលមកពីការឈឺចាប់ទើបចង់កសម្លាប់ខ្លួនវិញក្នុងពេលបន្ទាប់មកចំពោះរឿងដែលថានាងជាមនុស្សរឹងមាំនោះស្ដាប់ទៅក៏មានហេតុផលដែរតែខ្ញុំក៏ធ្លាប់ជួបដូចគ្នាដែលអ្នកខ្លះសម្លាប់ខ្លួនដោយមិនធ្លាប់និយាយពីទុក្ខសោករបស់ខ្លួនឲ្យនរណាស្ដាប់សោះសូមអភ័យទោសផងណាលោកប៉ូលីសកុំថាអីថាវ៉ាន់ឲ្យសោះខ្ញុំសូមអនុញ្ញាតសួរបន្តិចចុះតើស្នាមរបួសដែលនាងអាត់ដៃខ្លួនឯងនោះមានឈាមមកកក់នៅនឹងដៃឬទេប៉ូលីសជ្រួញចិញ្ចាមធ្វើមុខរកនឹកដូចជាគ្មានទេនៅលើមុខរបួសរៀបស្មើធម្មតាចុះលោកសួរធ្វើអីលោកប៉ូលីសនោះហើយជាភស្តុតាងនៃការធ្វើឃាតកម្មខ្ញុំនិយាយយ៉ាងប្រកបប្រជាគ្មានឈាមហូរមុខរបួសក្រិនហើយរឹងតែពិតមែនទេប៉ូលីសកំឡោះមកក្បាលយ៉ាងភ្ញាក់ផ្អើលហើយដើម្បីបានជាលោកដឹងខ្ញុំលើកកម្រាមជើងអល់ធ្វើស៊ូតឲ្យគេនៅស្ងៀមសិនស្ដាប់ខ្ញុំសិនឃើញច្បាស់ហើយថាមានមនុស្សសម្លាប់នាងរួចទើបបង្វែងដានដោយការយកខ្សែមរឹតកព្យួរឲ្យមើលឃើញដោយមនុស្សចង់កសម្លាប់ខ្លួនបន្ទាប់មកទើបប្រើកាំបិតរកដៃដើម្បីឲ្យអ្នកដទៃគិតថានាងបានព្យាយាមសម្លាប់ខ្លួនដោយវិធីផ្សេងសិនហើយដោយឃាតករមិនដឹងថារបួសមុនពេលស្លាប់និងក្រោយពេលស្លាប់មានលក្ខណៈខុសគ្នាតែអ្នកមានជំនាញអាចបែងចែកដាច់ដោយឡែកបានចុះលទ្ធផលនៃការធ្វើកសលវិច័យសាកសពបានផលយ៉ាងម៉េចដែរគឺដូចជាការសម្ដីស្តុកបាត់ទៅហើយប៉ូលីសយើងសន្និដ្ឋានថានាងចង់កសម្លាប់ខ្លួនទើបមិនបានធ្វើកសលវិច័យអ្វីល្អអន់ទេព្រោះគ្មានភស្តុតាងអ្វីបញ្ជាក់ប្រាប់ថានាងត្រូវគេសម្លាប់ខ្ញុំប្រាប់ឲ្យញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីទៅហើយមិនបានទេលោកប៉ូលីសត្រូវឃាត់សាកសពទុកសិនហើយបញ្ជាឲ្យវះកាត់សាកសពពិនិត្យឲ្យបានល្អិតល្អន់ខ្ញុំសូមណែនាំឲ្យវះពិនិត្យមើលសរសៃឈាមត្រង់កព្រោះវាជាចំណុចសំខាន់ដែលបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារការចងកឬស្លាប់ដោយសារហេតុផលផ្សេងបើចងកសម្រាប់ខ្លួនពិតមែនសរសៃឈាមនោះនឹងមានស្នាមដាច់លោកដឹងរឿងទាំងអស់នេះដោយរបៀបណាប៉ូលីសកំឡោះសួរដោយការភ្ញាក់ផ្អើលខ្ញុំហុចសិភើប្រែរឿងក្តីឃាតកម្មរបស់ខ្ញុំឲ្យគេមើលយើងចាប់ដៃគ្នាប្រហែលជាត្រូវសុំលោកឲ្យជួយរឿងក្តីនេះហើយល្ងាចថ្ងៃនោះប៉ូលីសដដែលបាក់ទូរស័ព្ទមកប្រាប់ខ្ញុំថាគ្មានស្នាមដាច់សរសៃឈាមត្រង់កទេតែគេបានរកឃើញឆ្អឹងខ្ចីត្រង់បំពង់កបាក់ដែលបណ្ដាលមកពីការសង្កត់កខ្លាំងពេកបញ្ជាក់ថានាងត្រូវគេច្បាច់កសម្លាប់ហើយបំផាញ់ដានដោយការយកសាកសពទៅចងព្យួរប៉ូលីសសំណាក់ជួបខ្ញុំពេលយប់ដើម្បីពិភាក្សារឿងក្តីនេះសំណាងល្អហើយដែលឪពុកម្ដាយរបស់សាកសពផ្ដល់ការសហការជាមួយប៉ូលីសយ៉ាងពេញទំហឹងគាត់ប្រាប់ខ្ញុំថាគាត់ក៏សង្ស័យដែរកូនស្រីរបស់គាត់មិនគួរសម្លាប់ខ្លួនទេហើយការពិតពីអ្នកនេះមិនទាន់រៀបការទេគឺរត់មកនៅជាមួយគ្នាដោយចិត្តឯងខាងស្រីរៀនចប់បរិញ្ញាបត្រផ្នែកគណនេយ្យតែដោយបានសម្រោះយោងទើបបានគ្នាជាមួយវិស្វករម្នាក់នេះឯឪពុកម្ដាយខាងប្រុសមិនពេញចិត្តកូនប្រសានេះសោះប៉ូលីសរៀបរាប់ឲ្យខ្ញុំស្ដាប់អស់អាចអស់នោមចុះអាចកំណត់ពេលវេលាដែលស្លាប់បានហើយឬនៅរឿងនេះមានបញ្ហាបន្តិចព្រោះសាកសពនៅក្នុងបន្ទប់ដេកដែលបើកម៉ាស៊ីនត្រជាក់លើកម្រិតដូច្នេះការប៉ាន់ស្មានពេលវេលាតាមរយៈកម្ដៅខ្លួនរបស់សាកសពគឺមិនអាចធ្វើបានទេតែគ្រូពេទ្យសន្និដ្ឋានថាយ៉ាងហោចណាស់ក៏ស្លាប់8ម៉ោងមុនពេលប្តីនាងផ្ទះឃើញសាកសពដែរដូច្នេះបានន័យថានាងស្លាប់នៅពេលព្រឹកខ្ញុំសូមអនុញ្ញាតសរុបហេតុការណ៍រឿងក្តីនេះដោយត្រួសត្រាសចុះតាមរយៈបទពិសោធន៍ដែលបានមកពីការប្រែសិភៅរឿងឃាតកម្មអស់រយៈពេល5ឆ្នាំមកនេះឧទាហរណ៍ថាប្តីឆ្លោះជាមួយប្រពន្ធព្រោះរឿងប្រជាប្រចាំមុនពេលទៅធ្វើការដូចរាល់ថ្ងៃតែលើកនេះធ្ងន់ធ្ងរជាងមុនបន្តិចដោយជ្រោតដៃច្របាច់កនាងរហូតសន្លប់ក្រោយពីព្យាយាមដាស់នាងឲ្យដឹងខ្លួនវិញទើបដឹងថានាងដាច់ខ្យល់ស្លាប់ទៅហើយដោយភាពភិតភ័យពេកគេក៏បើករថយន្តគេចចេញទៅលុះនឹកឃើញដល់ល្បិចបង្វែងដានក៏ត្រឡប់មកវិញយកខ្សែរឹតកប្រពន្ធថ្ពួកនឹងក្នុងផ្ទះដោយមិនភ្លេចយកកាំបិតមកអារោដៃបន្ថែមដើម្បីបង្វែងដានមួយជាន់ទៀតដល់ពេលរៀបចំអន្ទាក់ចប់សពគ្រប់ហើយគេក៏ចេញពីផ្ទះទៅធ្វើការធ្វើខ្លួនដូចធម្មតាលុះពេលល្ងាចទៅត្រឡប់មកវិញបើកទ្វារផ្ទះចូលទៅឃើញប្រពន្ធចងកស្លាប់ធ្វើជាភ័យតក់ស្លុតរត់ចេញមកប្រាប់អ្នកជិតខាងនេះជាករណីទី1ចំណែកករណីទី2
គឺមានជនពីលកោះចូលទៅក្នុងផ្ទះឬឡើងតាមពីតាមដោយដែលលោកប៉ូលីសសាកល្បងពិសោធន៍មើលហើយឃើញនាងដេកនៅក្នុងបន្ទប់ក៏ចាប់បន្លប់ឬក៏ចម្រិតយកទ្រព្យសម្បត្តិមិនមែនទេករណីទី2នេះមិនអាចទៅរួចទេខ្ញុំត្រួតពិនិត្យមើលអស់ហើយគ្មានស្លាកស្នាមកោះចូលផ្ទះទេហើយបើទោះជាតាមពីតាមអាចឆ្លងទៅមករកគ្នាបានតែក៏គ្មានស្នាមជើងជាប់តាមជញ្ជាំងគ្មានស្លាកស្នាមនៃការចាប់រំលោភឯទ្រព្យសម្បត្តិក៏នៅគ្រប់ទាំងអស់សូម្បីតែខ្សែកាមាសនៅជាប់នឹងកក៏នៅហើយដែលសំខាន់គឺគ្មានស្លាកស្នាមនៃការប្រវាយប្រតប់គ្នាឬកំទេចស្បែកជាប់នឹងកញ្ចក់សាកសពទេដូច្នេះបញ្ជាក់ថាឃាតករគឺជាមនុស្សដែលសាកសពទុកចិត្តទើបមិនរើបំរាស់ពេលដែលត្រូវគេច្របាច់កងព្រោះមិនគិតថាឃាតករនឹងសម្លាប់ខ្ញុំប្រាប់ទៅចុះលោកប៉ូលីសនៅសហរដ្ឋអាមេរិកស្ថិតិនៃអំពើឃាតកម្មក្នុងគ្រួសារខ្ពស់ដល់តែ 70% នៃអំពើឃាតកម្មគ្រប់ប្រភេទដូច្នេះនៅពេលកើតហេតុបុគ្គលដំបូងដែលត្រូវគិតដល់គឺស្វាមីឬភរិយារបស់អ្នកស្លាប់អាចទៅរួចទេថាបរិសុទ្ធជាស្វាមីចាប់ផ្ដើមធុញទ្រាន់រកផ្លូវគេចចេញពីភរិយាតែខាងស្រីព្យាយាមចងជើងដោយការមិនព្រមការពារការមានផ្ទៃពោះចង់ប្រើកូនជាឧបករណ៍ទាមទារសំណងនិងជំងឺចិត្តពីបរិសុទ្ធពុកខាងប្រុសជាអ្នកមានតែលទ្ធផលគឺសេចក្តីស្លាប់អ្វីដែលលោកប៉ូលីសគួរតែប្រមូលយកទៅត្រួតពិនិត្យកញ្ចៅដៃគឺកាំបិតដែលប្រាក់កដៃសាកសពជាធម្មតាកាំបិតក្នុងផ្ទះបាយច្រើនតែលាងសម្អាតជានិច្ចក្រោយពេលប្រើប្រាស់រួចដូច្នេះទើបគ្មានស្នាមកញ្ចៅដៃប្រឡូកប្រឡាក់ច្រើនដោយរបស់ប្រើទូទៅទេក្រោយពីអាកដៃសាកសពរួចខ្ញុំគិតថាឃាតករច្បាស់ជាមិនយកកាំបិតទៅលាងសិនមុននឹងប្តឹងទៅប៉ូលីសនោះទេលោកអ្នកគិតថាខ្ញុំចូលទៅឈឺឆ្អាលនឹងរឿងរបស់អ្នកដទៃជ្រុលពេកទេដឹងតែលទ្ធផលនៃការណែនាំរបស់ខ្ញុំធ្វើឲ្យស្វាមីវិស្វករម្នាក់នោះត្រូវប៉ូលីសចាប់ឡើងតុលាការពីបទសម្លាប់មនុស្សក្នុងពេលបន្ទាប់មកគេបដិសេធការចាប់ប្រកាន់ហើយតស៊ូរឿងក្តីយ៉ាងពេញទំហឹងមេធាវីថ្មីមាត់ល្អព្រមទាំងទីប្រឹក្សាជាច្រើនរូបត្រូវគេទិញទឹកចិត្តដោយអំណាចមាសប្រាក់ខណៈដែលខាងប៉ូលីសក៏ទទួលបានភស្តុតាងសំខាន់ច្រើនយ៉ាងដែលអាចចងជើងឃាតករបានយ៉ាងងាយភស្តុតាងភាគច្រើនគឺបានមកពីការណែនាំដ៏សែនឆ្លាតនិងល្បិចកលក្នុងការលេងហ្គេមយ៉ាងស្ទាត់ជំនាញរបស់ខ្ញុំប្រហែលជាត្រូវសួរលោកអ្នកញឹកញាប់បន្តិចហើយថាតើខ្ញុំធ្វើនេះហួសហេតុពេកទេដឹងព្រោះភស្តុតាងសាក្សីមួយចំនួនគឺខ្ញុំបង្កើតឡើងដោយខ្លួនឯងតាំងពីដំបូងម្ល៉េះត្បិតចង់អូសក្បាលស្វាមីវិស្វករម្នាក់នោះចូលទ្រង់ឲ្យទាល់តែបានលោកអ្នកប្រហែលជាឆ្ងល់ហើយថាខ្ញុំមានគំនុំគុំគួនអ្វីនឹងបរិសុទ្ធម្នាក់នេះឬព្រមទទួលស្គាល់ក្នុងនាមកូនប្រុសថាពិតជាមានខ្លះមែនតែដូចជាមិនមែនរឿងខឹងគុំគួនអីទេសប្បាយចិត្តនឹងការដែលបានលៀបពណ៌ឲ្យអ្នកដទៃទើបដូចជាសំជាងសាក់គិតទៅមើលខ្លួនខ្ញុំជាកំឡោះរូបសង្ហាវ័យ33ឆ្នាំនៅផ្ទះជាប់នឹងស្រីស្អាតក្នុងពេលថ្ងៃគ្រប់ពេលរបងនៅខាងក្រោយផ្ទះក៏ផ្លោះឡើងស្រួលគឺអត់មិនបានដែលមានអីនឹងគ្នាញឹកញាប់ស្វាមីនឹងចាប់មិនបានទេតែប្រហែលជាសង្ស័យនឹងអាកប្បកិរិយារបស់ភរិយាទើបកើតមានរឿងឆ្លោះទាស់តែងគ្នាញឹកញាប់បញ្ហាស្ថិតនៅត្រង់ថានាងមានទម្ងន់ទាំងដែលប្តីនាងជាប្រុសទើបនាងព្យាយាមរំអប់ឲ្យខ្ញុំទទួលខុសត្រូវដោយទឹកប្រាក់ចំនួនរាប់លានហើយនឹងឱកាសល្អក៏មកដល់ខ្ញុំផ្លោះឡើងទៅដោយគ្មាននរណាឃើញដូចរាល់ថ្ងៃអ៊ីចឹងតែជប់ផ្លោះទៅយ៉ាងណាយ៉ាងណានាងក៏បានស្លាប់ទៅហើយពេលនេះសេចក្តីពេញចិត្តរីកថ្លាមរបស់ខ្ញុំគឺស្ថិតនៅត្រង់ថាតើខ្ញុំអាចលៀបពណ៌ឲ្យប្តីល្ងីល្ងើរបស់នាងបានសម្រេចឬក៏អត់តែប៉ុណ្ណោះចុះលោកអ្នកវិញស្ម័គ្រចិត្តជួយនរណាជាងជាចុងក្រោយសូមបងប្អូនជួយចុច Subscribe YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនិទានរឿងបន្តទៀត